នេះគឺជាអ្វីដែល Liverpool បានទន្ទឹងរង់ចាំអស់35ឆ្នាំមកហើយគឺការឈ្នះជើងឯក Premier League នៅកីឡដ្ឋានរបស់ខ្លួនឯងនៅចំពោះមុខអ្នកគាំទ្ររបស់ពួកគេផ្ទាល់គឺនៅ Anfield បន្ទាប់ពីពួកគេបានឈ្នះ Tottenham Hotspur 5-1 យមិញធានាបានជើងឯក Premier League និងជាការឈ្នះជើងឯក League កំពូលអង់គ្លេសលើកទី20ស្មើទៅនឹងកំណត់ត្រារបស់ Man U ហើយ Liverpool ក្លាយជាក្លឹបជោគជ័យជាងគេបំផុតរបស់អង់គ្លេសព្រោះពានអឺរ៉ុបក៏ពួកគេឈ្នះច្រើនជាងគេហើយពាន Cup ដទៃទៀតនៅក្នុងប្រទេសអង់គ្លេសក៏ Liverpool ឈ្នះច្រើនផងដែរហើយជាពិសេស League កំពូលនេះតែម្ដងគឺឈ្នះលើកទី20ស្មើគ្នាទៅនឹងកំណត់ត្រារបស់ Manchester United កាលពីឆ្នាំ2020លោកJurgen Kloppបានដឹកនាំ Liverpool ឈ្នះជើងឯក Premier League ជាលើកដំបូងនិងជាពាន League កំពូលលើកទី19ក្នុងប្រវត្តិសាស្ត្រក្លឹបក៏ប៉ុន្តែការឈ្នះជើងឯក Premier League កាលនោះជាសម័យកាលរាតត្បាតដោយជំងឺ Covid ហើយការអបអរពានរង្វាន់គឺត្រូវបានធ្វើឡើងនៅតែចំពោះមុខសមាជិកគ្រួសារនិងមិត្តភ័ក្តិដែលត្រូវបានអញ្ជើញមួយចំនួនតែប៉ុណ្ណោះបន្ទាប់ពីឈ្នះ Spurs យប់មិញនេះមានន័យថា Liverpool នៅមុខដាច់15ពិន្ទុលើក្រុមលេខ2 Arsenal ខណៈនៅសល់តែ4ប្រកួតទៀតតែប៉ុណ្ណោះនៅកីឡដ្ឋាន Anfield យប់មិញអ្នកគាំទ្របានលើកបដានិងលើកក្រមាបង់កអមដោយអក្សរថា The most successful club in England ក្លឹបជោគជ័យបំផុតក្នុងប្រទេសអង់គ្លេសអារម្មណ៍ដ៏រំភើបអស្ចារ្យដូច្នេះ Liverpool បានទន្ទឹងរង់ចាំ35ឆ្នាំមកហើយគឺតាំងតែពីក្រោយពេល Sir Kenny Dalglish ដែលយំមិញក៏អង្គុយទស្សនាផ្ទាល់នៅ Anfield ដែរបានដឹកនាំ Liverpool ទទួលជ័យជំនះលើ Queen's Park Rangers ថ្ងៃទី28មេសា1990ធានាបានជើងឯក League កំពូលអង់គ្លេសកាលនោះមុនឈ្នះម្ដងទៀតក្នុងឆ្នាំ2020គិតត្រឹមយប់មិញនេះគឺរយៈពេល343ថ្ងៃតាំងពី Jurgen Klopp បានចាក់ចេញពី Anfieldលោក Arne Slot ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីចំនួនបរិសុទ្ធជនជាតិអាល្លឺម៉ង់រូបនេះប្រធានក្រុមរបស់ Liverpool និងជាជំនួយជាតិហូឡង់ Virgil van Dijk បាននិយាយថាការចូលមកជំនួសតួនាទីរបស់ Jurgen គឺជាការងារមួយដ៏ធំហើយអ្នកចាត់ការរបស់យើងបានធ្វើវានៅក្នុងរបៀបផ្ទាល់ខ្លួនរបស់គាត់ហើយស័ក្តិសមនឹងទទួលបានការកោតសរសើរយ៉ាងខ្លាំង Van Dijk បានបន្តទៀតថាខ្ញុំគិតថាគ្រប់គ្នានៅជុំវិញពិភពលោកមិនរំពឹងទុកទេថា Liverpool នឹងក្លាយជាជើងឯក Premier League រដូវកាលនេះប៉ុន្តែសម្បីតែអ្នកសារព័ត៌មានល្បីៗនៅអង់គ្លេសក៏បានលើកឡើងដែរថាប្រសិនបើត្រឡប់ទៅខែសីហាឆ្នាំមុនវិញពេលរដូវកាលទើបតែចាប់ផ្ដើមពេលដែលលោក Arne Slot ទើបតែចាក់ចេញពី Feyenoord មកជំនួសលោក Klopp នៅ Liverpool ប្រសិនបើសួរថាលោក Slot ក្នុងរដូវកាលដំបូងនេះដែលគេមិនសូវស្គាល់ឈ្មោះលោកផងនោះនឹងដឹកនាំ Liverpool ឈ្នះជើងឯក Premier League ឬទេត្រឡប់ទៅពេលនោះវិញសឹងតែមិនមានអ្នកណាគេជឿថាលោក Slot នឹងធ្វើបានទេភ្លាមៗយកមកនេះដែរលោក Arne Slot បាននិយាយអរគុណលោក Jurgen Klopp លោក Slot អរគុណលោក Jurgen Klopp ចំពោះការបន្សល់ទុកនៅមរតកក្រុមកីឡាករ Liverpool ដ៏អស្ចារ្យដែលលោកអាចបន្តកសាងក្រុមនេះរហូតដល់ឈ្នះជើងឯក Premier League លោក Slot បាននិយាយថាលោក Klopp គឺជាបុគ្គលដ៏អស្ចារ្យទីមួយគឺនៅពេលលោកចូលជំនួសតំណែងជាអ្នកចាត់ការថ្មី Liverpool លោក Klopp បាននិយាយណែនាំពីនេះមនុស្សប្រាប់លោកជាច្រើនហើយនៅក្នុងរដូវកាលនេះលោកនិងលោក Klopp បានតាក់ទងគ្នាជាច្រើនលើកច្រើនសារហើយទី2និងរឹតតែសំខាន់នោះគឺលោក Klopp បានបន្សល់ទុកក្រុមកីឡាករដ៏ល្អសម្រាប់លោកដឹកនាំបន្តលោក Slot បានបន្តទៀតថា 99.99% នៅពេលបន្តិចទៀតនៅពេលដែលខ្ញុំកាន់ទូរស័ព្ទខ្ញុំប្រកាសជាឃើញសារអបអរសាទរពីសំណាក់ Jurgen Klopp បាទហើយលើពីនេះលោក Arne Slot ពេលនេះក្លាយជាអ្នកចាត់ការមួយរូបទៀតដែលចូលដឹកនាំក្រុមនៅក្នុងក្របខ័ណ្ឌ Premier League រដូវកាលដំបូងលើកពាន League កំពូលអង់គ្លេសតែម្ដងគឺបន្ទាប់ពីលោក Jose Mourinho បានធ្វើបាននៅ Chelsea រដូវកាល 2004-2005 លោក Carlo Ancelotti ធ្វើបាននៅ Chelsea ដូចគ្នារដូវកាល 2009-2010 លោក Manuel Pellegrini ធ្វើបាននៅរដូវកាល 2013-14 និងចុងក្រោយបង្អស់គឺលោក Antonio Conte ធ្វើបានក្នុងរដូវកាល 2016-2017 នៅ Chelsea ដែរអ្នកចាត់ការទាំងប្រមាណរូបនេះមកដឹកនាំ Chelsea និងដឹកនាំ Man City រដូវកាលទី1លើកពាន Premier League តែម្ដងឥឡូវនេះលោក Arne Slot ធ្វើបានដូចគ្នាអញ្ចឹងដែរ34ប្រកួតក្នុងក្របខ័ណ្ឌ Premier League មកទល់នឹងយប់មិញនេះលោក Slot ដឹកនាំ Liverpool ឈ្នះ25ដងហើយចាញ់តែ2ដងប៉ុណ្ណោះមុនមក Liverpool Spurs ក៏បានតាក់ទងលោក Slot ដែរក៏ប៉ុន្តែលោក Slot បានបដិសេធឱកាសទៅដឹកនាំ Spurs កាលពីរដូវក្តៅ2023គិតត្រឹមពេលនេះ Liverpool ឈ្នះជើងឯក League កំពូលអង់គ្លេសសរុប20ដងស្មើទៅនឹង Manchester United ឈ្នះ FA Cup 8ដងឈ្នះ League Cup 10ដងដែលជាអតីតកម្មឈ្នះជើងឯក FA Community Shield 16ដងឈ្នះជើងឯក FIBA Europe ឬក៏ហៅថា Champions League 6ដងឈ្នះ UEFA Cup ឬក៏បច្ចុប្បន្នឈ្មោះថា Europa League 3ដងឈ្នះ UEFA Super Cup 4ដងនិងឈ្នះ FIFA Club World Cup ម្ដងផងដែរសូមជម្រាបមួយទៀតផងដែរក្នុងការប្រកួតនៅ Anfield យប់មិញរវាង Liverpool និង Spurs តម្លៃសម្បត្តិមានរហូតដល់ £3,000 ដែលជាតម្លៃសម្បត្តិពីទីផ្សារងងឹតមានន័យថាតម្លៃសម្បត្តិលក់ក្រៅផ្លូវការមានអ្នកទិញសម្បត្តិទុកហើយមានអ្នកចង់ចូលមើលខ្លាំងក៏ប៉ុន្តែអត់មានសម្បត្តិសុខចិត្តចាយលុយហ៊ានដល់ £3,000 ដើម្បីទិញសម្បត្តិមួយសន្លឹកចូលទស្សនាការប្រកួត Liverpool យប់មិញ